រឿងសាកសពនាងភួងពន្លឺព្រះអាទិត្យរៀបលិចទៅដោយបន្សល់ទុកនៅពពកខ្មៅដេះដាស់ពាសពេញផ្ទៃមេឃជានិមិត្តរូបនៃរដូវវស្សាដ៏គួរឲ្យខ្លាចនៅក្នុងភូមិដាច់ស្រយាលមួយដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេធំទឹកជំនន់បានឡើងខ្ពស់ត្រដែតធំធេងល្វឹងល្វើយរហូតមើលមិនឃើញកោះត្រើយឯទឹកទន្លេវិញមានពណ៌ល្អក់កករក្រហមច្រាលដោយនាំយកល្បាប់ដីនិងពោរពេញដោយកំទេចឈើអណ្ដែតពេញផ្ទៃទឹកនាវេលាយប់នោះមេឃចាប់ផ្ដើមភ្លៀងធ្លាក់រលឹមស្រិចស្រិចខ្យល់បោកបក់បែនដើមឈើធំធំតាមមាត់ច្រាំងឲ្យរេទៅរេមករកកលនិងបាក់បែកដែលបង្ហាញពីបរិយាកាសដ៏គួរឲ្យព្រឺក្បាលចំណែកឯនៅក្នុងផ្ទះឈើចាស់មួយខ្នងសីហានិងតារាដែលជាបងប្អូនបង្កើតនឹងគ្នាកំពុងតែរៀបចំសម្ភារៈនេសាទមានដូចជាមងមានដូចជាសំណាញ់និងគោមបំភ្លឺដើម្បីត្រៀមខ្លួនជិះទូកកាណូតតូចមួយចេញទៅរកត្រីទាំងកណ្ដាលអាធ្រាត្រទោះបីជាមានការដាស់តឿនពីចាស់ទុំក្នុងភូមិថាយប់នេះមេឃអាក្រក់ហើយទឹកឡើងខ្លាំងមិនគួរចេញទៅតំបន់ព្រែកជ្រៅនោះឡើយក៏ប៉ុន្តែដោយសារតែជីវភាពខ្សត់ខ្សោយនិងភាពចាំបាច់ក្នុងការចិញ្ចឹមក្រពះយុវជនទាំងពីរនាក់មិនអាចបង្អង់យូរបានឡើយពួកគេបានសម្រេចចិត្តរុញទូកចុះទឹករួចបញ្ឆេះម៉ាស៊ីនចាក់ចេញពីភូមិសំដៅទៅរកតំបន់ព្រៃបែកខ្នងដ៏ស្ងប់ស្ងាត់សំឡេងម៉ាស៊ីនទូកកាត់ទឹកត្របក់លាន់ឮពេញផ្ទៃទឹកដ៏ល្វឹងល្វើយកាណូតតូចបានអណ្ដែតចូលទៅកាន់តំបន់ព្រៃស្ងាត់មួយដែលព័ទ្ធជុំវិញដោយដើមរាំងនិងដើមឈើលិចទឹកធំធំមួយចំនួនមើលទៅដូចជាស្រមោលបិសាចកំពុងឈរចាំកណ្ដាលទឹកបរិយាកាសជុំវិញប្រែជាស្ងប់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងកង្កែបយំក៏លែងឮដែរមានតែសំឡេងដំណក់ទឹកភ្លៀងធ្លាក់លើផ្ទៃទឹកនិងខ្យល់ត្រជាក់ស្រេបបក់មកម្ដងធ្វើឲ្យព្រឺរោមខ្នងសីហាបានប្រាប់ប្អូនប្រុសឲ្យទម្លាក់មងចូលទៅក្នុងទឹកយឺតដោយរំពឹងថានឹងបានត្រីធំសម្រាប់យកមកលក់នៅផ្សារនាពេលព្រឹកបន្ទាប់ពីទម្លាក់មងរួចពួកគេបានអណ្ដែតទូកចាំអស់រយៈពេលជិត1ម៉ោងស្រាប់តែនៅវេលាម៉ោងជិត12យប់ខ្សែរនងមងចាប់ផ្ដើមមានចលនាញ័រខ្សឺតហើយខ្សែមងត្រូវបានទាញពន្លិចចុះទៅក្រោមយ៉ាងខ្លាំងក្លាដូចជាជាប់នឹងវត្ថុធ្ងន់ម្យ៉ាងនៅបាតទន្លេដោយក្តីត្រេកអរព្រោះស្មានថាជាត្រីធំមើលទៅសីហាបានប្រញាប់ប្រញាល់ស្រែកប្រាប់តារាឲ្យជួយចាប់ទាញខ្សែមងឡើងមកលើទូកវិញយឺតដោយប្រុងប្រយ័ត្នបំផុតប៉ុន្តែក្តីត្រេកអរនោះបានប្រែក្លាយជាក្តីរន្ធត់ក្នុងមួយប៉ព្រិចភ្នែកនៅពេលដែលវត្ថុធ្ងន់នោះអណ្ដែតមកក្បែរមាត់ទូកពន្លឺគោមដែលតារាចាំងចំបានបង្ហាញឲ្យឃើញនៅទិដ្ឋភាពដ៏ព្រឺព្រួចសឹងតែលិចនោមដាក់ខោវត្ថុដែលជាប់មងនោះវាមិនមែនជាត្រីឬដុំឈើឡើយគឺជារូបរាងសាកសពមនុស្សម្នាក់អណ្ដែតទឹកក្នុងសភាពផ្កាប់មុខសក់វែងអន្លាយអណ្ដែតរញ៉េរញ៉ៃតាមរលកស្បែកខ្នងឡើងស្លេកប៉ោងបែកដោយសារគ្រាំនិងត្រាំទឹកយូរថ្ងៃតារាភ័យពេកសឹងតែជ្រុះគោមពីដៃឯសីហាវិញបេះដូងលោតខុសចង្វាក់ស្ទុះទៅទាញកាំបិតមកកាត់ខ្សែមងផ្ដាច់ចោលភ្លាមរួចក៏ប្រញាប់ស្ទុះទៅទាញខ្សែម៉ាស៊ីនទូកបញ្ឆេះបើករត់ត្រឡប់មកភូមិវិញទាំងល្បឿនលឿនជាទីបំផុតដោយមិនហ៊ានងាកក្រោយមើលទៅឡើយប៉ុន្តែរឿងរ៉ាវដ៏គួរឲ្យខ្លាចទើបតែចាប់ផ្ដើមតែប៉ុណ្ណោះទោះបីជាម៉ាស៊ីនទូកបើកបរក្នុងល្បឿនលឿនយ៉ាងណាក៏ដោយក៏សាកសពអណ្ដែតទឹកនោះនៅតែអណ្ដែតដេញតាមពីក្រោយទូករបស់ពួកគេជានិច្ច
វាហាក់ដូចជាមានកម្លាំងខ្មោចទាញសណ្ដោងជាប់រំពេចនោះទឹកទន្លេជុំវិញទូកប្រែជាពណ៌ខ្មៅអាប់និងធំក្លន់ស្អុយរលួយភាយឡើងមកធ្វើឲ្យពួកគេចង់ក្អួតចង្អោរសំឡេងទឹកលាន់ឮខ្លុកខ្លុកនៅគៀនមាត់ទូកដូចជាមានមនុស្សកំពុងហែតាមប្រកិតមិនព្រមលែងភាពរន្ធត់ភាពភ័យខ្លាចបានឈានដល់ចំណុចកំពូលដែលមិនអាចពណ៌នាបាននៅពេលដែលម៉ាស៊ីនទូកដ៏ខ្លាំងក្លាស្រាប់តែរលត់ងក់ឈឹងកណ្ដាលផ្ទៃទឹកជ្រៅដ៏ងងឹតស្លុបគ្មានពន្លឺអ្វីទាំងអស់ក្រៅតែពីពន្លឺភ្លើងគោមដ៏ទន់ខ្សោយស្រាប់តែមានដៃសាកសពពណ៌ខៀវស្វាយសាច់រលួយធ្លាក់ឆ្អឹងលូកចេញពីក្នុងទឹកមកតោងមាត់ទូកយ៉ាងណែនក្រញាំដៃខ្មៅខ្មៅកោសមាត់ទូកលឺសូរខ្វាច់ខ្វាច់ធ្វើឲ្យទូកផ្អៀងស្ទើរតែក្រឡាប់ចូលទៅក្នុងទឹកទន្លេសាកសពនោះបានងើបក្បាលឡើងយឺតយឺតពីក្នុងទឹកហើយមានទឹកទន្លេហូរស្រក់ចេញពីភ្នែកនិងមាត់បង្ហាញផ្ទៃមុខដែលត្រូវត្រីចឹកស៊ីរលួយដាច់សាច់ថ្ពាល់ហើយភ្នែកម្ខាងលៀនចេញមកសម្លឹងមើលបងប្អូនទាំងពីរនាក់ទាំងក្តីចងគំនុំនឹងការឈឺចាប់បំផុតរួចក៏បន្លឺសំឡេងស្អកស្អកធ្ងន់ធ្ងរចេញពីបំពង់កថាជួយខ្ញុំផងខ្ញុំរងាណាស់ក្នុងទឹកណាស់ខ្ញុំរងាជួយខ្ញុំផងហេតុអ្វីចោលខ្ញុំដូច្នេះពាក្យសម្ដីទាំងនោះធ្វើឲ្យពួកគេដឹងថានេះគឺជាវិញ្ញាណរបស់នារីម្នាក់ឈ្មោះថានាងភួងដែលជានារីស្លូតបូតម្នាក់នៅក្នុងភូមិខាងលើដែលត្រូវបានក្រុមចោរប្លន់កាប់សម្លាប់យ៉ាងសាហាវឃោរឃៅរួចយកសពនាងមកទម្លាក់ចោលក្នុងទន្លេនេះដើម្បីបំបត្តិភស្តុតាងយើងងាកទៅមើលកាលពីមួយសប្តាហ៍មុនព្រលឹងរបស់នាងស្លាប់ទាំងអយុត្តិធម៌ទឹកភ្នែកលាយឈាមចងគំនុំនិងរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងជម្រៅទឹកដ៏ត្រជាក់ស្រេបដោយគ្មានអ្នកណាដឹងឬបានធ្វើបុណ្យរំដោះគ្រោះជូននាងឡើយទើបបានជាវិញ្ញាណរបស់នាងដើរតាមរកមនុស្សឲ្យជួយរកយុត្តិធម៌និងស្រង់នាងឡើងពីឋាននរកទឹកនេះមិនទាន់នឹងគិតរកផ្លូវដោះស្រាយឃើញផងខ្មោចសាកសពអណ្ដែតទឹកនោះបានហក់ឡើងមកលើទូកពាក់កណ្ដាលខ្លួនជះទឹកទន្លេលាយឈាមធំក្លិនស្អុយពេញទូកសក់វែងអន្លាយដែលជោកទឹករបស់នាងបានលាតសន្ធឹងដោយពស់វែកលូកមកពាត់រឹតកជើងរបស់តារាយ៉ាងណែនរួចព្យាយាមអស់ទាញរូបគេចុះទៅក្នុងទឹកទន្លេដ៏ជ្រៅកណ្ដាលយប់ងងឹតតារាស្រែកយំបងជួយខ្ញុំផងបងជួយខ្ញុំផងទាំងផាត់ភ័យបាត់បង់ស្មារតីឯសីហាបានស្ទុះទៅចាប់ដៃប្អូនប្រុសទាញមកវិញយ៉ាងខ្លាំងស្ទើរតែដាច់ដង្ហើមរៀងខ្លួនកម្លាំងអរូបីរបស់ខ្មោចស្រីនាងភួងនេះដែលស្លាប់វាមានកម្លាំងខ្លាំងខុសពីមនុស្សធម្មតាធ្វើឲ្យពួកគេទាំងពីរចិត្តនឹងធ្លាក់ចូលទៅក្នុងទន្លេមរណៈជាមួយគ្នាទៅហើយក្នុងនេតិដ៏គ្រោះថ្នាក់ស្លាប់រស់នោះសីហាបានដឹងខ្លួនថាការប្រឆាំងដោយកម្លាំងបាយវាមិនអាចឈ្នះវិញ្ញាណដោយពោពេញទៅដោយគំនុំនិងក្តីឈឺចាប់បានឡើយគេបានប្រមូលសតិអារម្មណ៍ចុងក្រោយប្រឡែងដៃម្ខាងមកលើដៃសំពះបួងសួងដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងស្រែកប្រាប់សាកសពនោះទាំងទឹកភ្នែកហូរស្រក់ពេញផ្ពាល់ដោយចិត្តស្មោះត្រង់ថាបងស្រីអើយបងស្រីពួកខ្ញុំមិនមែនជាអ្នកធ្វើបាបបងឡើយពួកខ្ញុំគ្រាន់តែជាអ្នកនេសាទក្រីក្រប៉ុណ្ណោះពួកខ្ញុំយល់ពីក្តីឈឺចាប់ភាពអយុត្តិធម៌និងភាពរងាក្នុងបាតទឹករបស់បងស្រីហើយសូមដោះលែងប្អូនប្រុសខ្ញុំចុះស្អែកព្រលឹមពេលមេឃភ្លឺពួកខ្ញុំសន្យាដោយដាក់ជីវិតថានឹងនាំអ្នកភូមិនិងសមត្ថកិច្ចមកស្រង់សាកសពបងស្រីឯងឡើងគោកជួយរកយុត្តិធម៌ចាប់ឃាតករនិងធ្វើបុណ្យឧទ្ទិសកុសលបុណ្យជូនបងស្រីឲ្យបានរួចផុតពី
ពីកម្មពៀងងឹតមួយនេះគ្រាន់តែលើពាក្យសន្យាដ៏ស្មោះត្រង់ចេញពីបេះដូងពិតរបស់ពាក្យបួងសួងដ៏មានសច្ចៈរបស់សីហាស្រាប់តែមានពន្លឺពណ៌សនិងមានបារមីជះចេញពីខ្លួនរបស់ប្អូនប្រុសទាំងពីរពន្លឺដ៏ស័ក្តិសិទ្ធិនេះបានរុញច្រានផ្សែងខ្មៅភាពងងឹតនិងក្តីរងាអាក្រក់ជុំវិញទូកឲ្យរលាយបាត់បន្តិចម្ដងបន្តិចម្ដងខ្មោចស្រីនឹងភួងនោះក៏បានប្រឡែងដៃរួចដកសក់ចេញពីជើងរបស់តារារូបរាងដ៏គួរឲ្យខ្លាចរលួយសាច់របស់នាងចាប់ផ្ដើមប្រែជាស្អាតបាតមានសម្លៀកបំពាក់សមរម្យទឹកមុខរបស់នាងប្រែជាទន់ភ្លន់លែងមានឈាមនិងមានកំហឹងទៀតហើយនាងបានងក់ក្បាលអរគុណពួកគេទាំងពីរនាក់ទាំងទឹកភ្នែករួចក៏លិចចុះចូលទៅក្នុងទឹកវិញយ៉ាងស្ងប់ចិត្តរីឯម៉ាស៊ីនទូករំពេចនោះក៏ឆេះឡើងវិញភ្លាមលុះព្រឹកឡើងពន្លឺព្រះអាទិត្យស្រឡះល្អបានជះពេញផ្ទៃទឹកទន្លេបណ្ដេញអាប់និងក្លិនស្អុយទាំងឡាយឲ្យរសាត់រសាយសាបសូន្យទៅហងសីហានិងតារាមិនបានភ្លេចពាក្យសន្យាឡើយពួកគេបានប្រញាប់នាំមេភូមិអ្នកភូមិនិងសមត្ថកិច្ចនគរបាលមកកាន់ទីតាំងព្រែកនោះរួចជួយស្រង់សាកសពនារីរងគ្រោះនោះឡើងមកលើគោកដោយក្តីគោរពតាមរយៈការស៊ើបអង្កេតនិងភស្តុតាងនៅលើសាកសពសមត្ថកិច្ចក៏បានវែកមុខនិងចាប់ខ្លួនក្រុមឃាតករចិត្តអាក្រក់មកផ្ដន់ទោសតាមច្បាប់បានសម្រេចមែនផ្ដល់យុត្តិធម៌ជូនអ្នកស្លាប់បន្ទាប់ពីសមត្ថកិច្ចច្បាប់បានបញ្ចប់បងប្អូនទាំងពីរនាក់រួមទាំងអ្នកភូមិបានធ្វើពិធីបុណ្យឧទ្ទិសកុសលផលបុណ្យយ៉ាងត្រឹមត្រូវទៅតាមប្រពៃណីព្រះពុទ្ធសាសនាជូនដល់វិញ្ញាណក្ខន្ធរបស់បងស្រីភួងឲ្យទៅកាន់ទីសុគតិភពចាប់តាំងពីពេលនោះមកវិញ្ញាណរបស់នាងភួងក៏បានទៅចាប់ជាតិថ្មីក្នុងសុគតិភពឯតំបន់ព្រែកទន្លេនោះក៏លែងមានសាកសពសោកនាដកម្មឬការលងបន្លាចគួរឲ្យខ្លាចតរៀងមកការរក្សាសច្ចៈនិងពាក្យសន្យាជីវិតរបស់តួអង្គទាំងពីរត្រូវបានសង្គ្រោះព្រោះតែភាពសច្ចៈពាក្យសច្ចៈដ៏ស្មោះត្រង់ការរក្សាពាក្យសន្យាមិនត្រឹមតែជាគុណធម៌ប្រចាំខ្លួនឡើយថែមទាំងជាអាវុធដ៏ស័ក្តិសិទ្ធិក្នុងការដោះស្រាយវិបត្តិនិងសាងនៅក្តីរាប់អានទោះបីជាមួយនឹងវិញ្ញាណអរូបីក៏ដោយយុត្តិធម៌និងសេចក្តីអាណិតមេត្តាការជួយស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះនិងការធ្វើបុណ្យឧទ្ទិសកុសលរំលាយគំនុំគឺជាទង្វើដ៏ល្អប្រពៃដែលអាចផ្លាស់ប្ដូរដួងវិញ្ញាណដែលពោរពេញទៅដោយកំហឹងឲ្យមកទទួលបាននូវសេចក្តីសុខស្ងប់និងសន្តិភាពពិតប្រាកដបាទអ្នកទាំងអស់គ្នានៅក្នុងរឿងសាកសពនាងភួងនេះក៏បានបិទបញ្ចប់ត្រឹមតែប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូនទទួលសន្តាប់តែប៉ុណ្ណេះស្ដាប់ដោយពិចារណាហើយនៅក្នុងរឿងនេះវារៀងខ្លីបន្តិចសង្ឃឹមថានៅក្នុងរឿងក្រោយៗខ្ញុំបាទនឹងផលិតរឿងឲ្យវែងៗសម្រាប់ចែកជូនអ្នកទាំងអស់គ្នាស្ដាប់កំសាន្តអរគុណអ្នកទាំងអស់គ្នាជម្រាបលារាត្រីសួស្តី